ពីរបស់យើងចឹង a good job ការងារដ៏ល្អមួយ present simple យើងរៀនអំពី present simple ដែរប្រធានរបស់យើង he she it okay high questions negatives jobs ការងារ what time is it អំពីម៉ោងដែរ okay starter what are the jobs of the people in your family ថាតើណាការងារនៅក្នុងមនុស្សនៅក្នុងគ្រួសាររបស់អ្នក what are the job តើការងារអ្វីខ្លះ tell the class សូមប្រាប់ទៅមិត្តភ័ក្តិនៅក្នុងថ្នាក់របស់យើង my father is a doctor ឧទាហរណ៍ណាប៉ារបស់ខ្ញុំគឺជាវេជ្ជបណ្ឌិតអញ្ចឹងបើសិនជាប៉ារបស់យើងធ្វើការងារអីផ្សេងអាចដូរណាដូរនាមកន្លែងនេះឬក៏ដូរការងារកន្លែងនេះមក my mother's ចឹងម៉ាក់របស់ខ្ញុំគឺជាអីដែរឧទាហរណ៍ជា a nurse ឬក៏ teacher យើងអាចដាក់បានណា my brother ឬក៏ my sister យើងដាក់មកគាត់ជាអីអូខេ two outdoor jobs ណាការងារនៅខាងក្រៅពីរនឹង outdoor គឺអត់ធ្វើនៅក្នុង office ទេគឺពួកគាត់ធ្វើនៅខាងក្រៅណា present simple នៅអំពី present simple he she it ណាចឹងទី1 listen to and read about Andrew ចឹងយើងស្ដាប់ហើយយើងអានអំពី Andrew Johnson's and Claudia Luke what are their jobs តើយើងអានអ្នកទាំងពីរហ្នឹងតើពួកគេធ្វើការងារអី and where do they work ហើយធ្វើការនៅកន្លែងណាអូខេទី2 analyze all the verb in the text ចឹងពេលដែលយើងអានអត្ថបទពួកគាត់ទាំងពីរហ្នឹងហើយសូម analyze លើកិរិយាសព្ទឧទាហរណ៍ដូចជា is come វាគឺជាកិរិយាសព្ទណា what is the last letter of these verbs ចឹងយើងមើលពេលដែលយើងអាន analyze ទៅលើកិរិយាសព្ទហើយតើយើងមើល the last letter ណាអក្សរចុងក្រោយនៅក្នុងកិរិយាសព្ទរបស់យើងនឹងមានអក្សរអីគេខ្លះឥឡូវយើងទៅអានអត្ថបទទាំងអស់គ្នាតោះ engineer Andrew Johnson ណាចឹងវិស្វករលោក Andrew Johnson Andrew 30 is an engineer ចឹងលោក Andrew មានអាយុ30ឆ្នាំគឺជាវិស្វករ he comes ណាជា verb from New Zealand គាត់មកពី New Zealand but now he lives in Scotland ប៉ុន្តែឥឡូវគាត់រស់នៅប្រទេស Scotland he works កិរិយាសព្ទរបស់យើងឃើញ last letter ណា s ចឹងគាត់ធ្វើការ on an oil rig 440 km from the coast ណាចឹងគាត់ធ្វើការ440គីឡូពីច្រាំង of burden ចឹងច្រាំងនេះឈ្មោះថាច្រាំង a burden he works 12 hours a day ចឹងគាត់ធ្វើការ12ម៉ោងក្នុងមួយថ្ងៃ for 2 weeks នៅរយៈពេល2សប្តាហ៍ and then បន្ទាប់មក he has 2 weeks holiday បន្ទាប់មក2សប្តាហ៍ទៀតគឺគាត់សម្រាក he earns នៅជាកិរិយាសព្ទដែរណាចុងក្រោយគឺសព្ទ s 200 pounds a day ចឹងគាត់ធ្វើការគាត់រកបាន200 pound ក្នុងមួយថ្ងៃ in his free time he goes to the gym ចឹងនៅពេលទំនេររបស់គាត់ទៅ gym ចឹង go នៅទៅជា goes and plays នៅ verb ដែរ snooker ណាបុកប៊ីជា he isn't married គាត់មិនទាន់រៀបការទេអូខេឥឡូវយើងស្ដាប់លោក Andrew សិនណាចឹងដោយសារតាមានម្នាក់ទៀតឈ្មោះថា Claudia Luke ហ្នឹងគាត់នៅទំព័រផ្សេងចឹងយើងនឹងអានតបគាត់នៅក្នុងទំព័រផ្សេងអូខេឥឡូវយើងស្ដាប់ហើយស្ដាប់សិនហើយដើម្បីយើងអាចនឹងផ្ទៀងផ្ទាត់នៅកិរិយាសព្ទនៅក្នុងប្រអប់នេះបានឬក៏ពាក្យផ្សេងៗអូខេ Unit 2 Tape Script 2.1 2 Outdoor Jobs Engineer Andrew Johnson Andrew, 30, is an engineer. He comes from New Zealand, but now he lives in Scotland. He works on an oil rig 440 kilometres from the coast of Aberdeen. He works 12 hours a day for 2 weeks, and then he has 2 weeks' holiday. He earns £200 a day. In his free time, he goes to the gym and plays snooker. He isn't married. Okay. នឹងគឺជាព័ត៌មានរបស់ Andrew ចឹងយើង underline អូខេតើតើគូបន្ទាត់ទាំងអស់គ្នាចឹងពាក្យ is ក៏ជា verb comes ក៏ជា verb
ចឹងពាក្យអីទៀត leave អូខេក៏ជា verb ណាអក្សរ s ដោយសារប្រើមួយ he ណា present simple ពាក្យ works អូខេណាថែម s ដោយសារប៉ះមួយ he ដែរ work មួយទៀតហើយអូខេhas ណា has ក៏ជា verb ដែរប្រើមួយ every day have ដល់ពេលប្រើមួយ he she it has ណា he earns ណា earns ចឹងយើងថែម s មិនមែនច្រើនទេនៅក្នុងកិរិយាសព្ទជាមួយនឹង he she it មានន័យថាណាជា present simple ហើយកិរិយាសព្ទហ្នឹងប៉ះជាមួយនឹង he she it ចឹងកិរិយាសព្ទហ្នឹងយើងថែមឬក៏ឧទាហរណ៍នៅខាងក្រោមពាក្យអីគេនេះណាពាក្យ go ទៅជា goes ណាថែម es ដោយសារប្រើជាមួយនឹង he អូខេ place ណាថែម s អូខេអស់ហើយណាអស់ហើយមានប៉ុណ្ណឹងតោះទី2 pronunciation ជាងការបញ្ចេញសំឡេងឥឡូវយើងស្ដាប់ទៀតហើយយើងនឹងក៏ពាក្យណាដែលគេអានឲ្យយើងដាក់តាមសំឡេងការបញ្ចេញសំឡេងនៅគ្នាខ្យល់ s ខ្យល់ z ហើយខ្យល់ is listen and complete the chart practice saying the verb ចឹងក៏យើងស្ដាប់ហើយបំពេញណាចឹងយើងស្ដាប់ទាំងអស់គ្នាតោះ Tape script 2.2. Likes. likes Works. works ណាមានពាក្យអីគេមួយទៀតworks Writes. right okay right so say Walks. walks Z. Comes. Goes. Earns. okay មានពាក្យ goes earns Plays. plays Is. okay plays ណាពាក្យ play មួយទៀត it's Teaches. teaches អូខេអស់ហើយមានតែមួយពាក្យហ្នឹងអូខេម្ដងទៀតយើងស្ដាប់ម្ដងទៀតណា Tape script 2.2. Likes. Works. Writes. Walks. Z. Comes. Goes. Earns. Plays. Is. Teaches. អូខេមានប៉ុណ្ណឹងណាចឹងនៅខាងក្រោមនេះប្រហែលយើងត្រូវការស្ដាប់ដែរដោយសារតាយើងត្រូវបំពេញព័ត៌មានរបស់ Claudia ហើយនិង Andrew Johnson តែនៅក្នុងទំព័រនេះយើងមានតែ Andrew Johnson ទេអញ្ចឹងយើងអត់ទាន់បានអានព័ត៌មានរបស់ Claudia អញ្ចឹងយើងអាចបំពេញបានប្រហែលយើងត្រូវការស្ដាប់ណាអូខេ Tape script 2.3. 1. Andrew is an engineer. Claudia is a zoologist. ចឹងយើងប្រើយកកន្លែងនេះ is a zoologist ណាគេអាន zoologist 2. She comes from the US, he comes from New Zealand. ចឹង he comes 3. He lives in Scotland. She lives in California. ណាចឹង leave អូខេប៉ុន្តែយើងអត់ស្ដាប់ក៏យើងអាចបំពេញបានដោយសារតាពួកគាត់និយាយណានិយាយទៅដល់អ្នកទាំងពីរអូខេខាងនេះប្រើពាក្យគេស័ព្ទដូចគ្នាយើងមើលតាពីលើមក is ដូចគ្នា comes ដូចគ្នាណា leaves ដូចគ្នាចឹង she works in the desert ចឹង he work ដូចគ្នាអូខេចាឥឡូវយើងបំពេញមុនចាំស្ដាប់ណា he works on an oil rig. He earned $200 a day and she earned the amount $60,000 a year. She liked her job and he liked his job too. He
he goes to the gym in his free time and she okay her dog ចឹង she walk her dog and her dog name is ណា is មានស្ដាប់ផ្ទៀងផ្ទាត់ណាផ្ទៀងផ្ទាត់ចម្លើយកន្លែងនេះshe okay she ប្រហែលជារៀបការហើយណាបើសិនជាអត់ទាន់រៀបការយើងនឹងបដិសេធតាមក្រោយអូខេ she is married her husband's name okay name ណា name is Jim Andrew យើងអានគាត់មិនទាន់រៀបការទេអូខេ isn't married ឥឡូវយើងស្ដាប់ថាថ្មីឡើងវិញណា 1, Andrew is an engineer. Claudia is a zoologist. 2. She comes from the US, he comes from New Zealand. 3, He lives in Scotland. She lives in California. 4. She works in the desert, he works on an oil rig. 5, He earns £200 a day. She earns $60,000 a year. 6, She likes her job and he likes his job too. 7, He goes to the gym in his free time. She walks her dog. Her dog's name is Brewer. 8, She's married. Her husband's name is Jim. Andrew isn't married. Okay good ណាត្រូវអស់ហើយតោះទៅចាប់បកប្រែឲ្យណា Andrew is an engineer Andrew គឺជាវិស្វករ Claudia is zoologist ចឹង Claudia គឺជាអ្នកថែសត្វ She comes from the US ចឹងនាងមកពីសហរដ្ឋអាមេរិក He come from New Zealand ចឹង Andrew មកពី New Zealand He live in Scotland ហើយគាត់រស់នៅ Scotland She live in California Claudia គឺរស់នៅរដ្ឋ California She works in the desert នាងធ្វើការនៅលើវាលខ្សាច់ He works on an oil rig ចឹងគាត់ធ្វើការនៅក្នុងអណ្ដូងប្រេង He earns 200 a day គាត់រកចំណូលបាន200 pound ក្នុងមួយថ្ងៃ She earns 60,000 a year ចឹងClaudia គាត់រកបាន60000ក្នុងមួយឆ្នាំ She likes her job នាងស្រឡាញ់ការងាររបស់នាង and he likes his job too ចឹង Andrew ក៏គាត់ស្រឡាញ់ការងាររបស់គាត់ដែរ He goes to the gym ចឹង Andrew គាត់ពេលទំនេរនៅ in his free time គាត់ទៅហាត់ប្រាណនៅពេលទំនេរ Claudia walks her dog ចឹង Claudia គាត់នាំឆ្កែដែរ Her dog's name is Brewer ចឹងឆ្កែរបស់នាងឈ្មោះថា Brewer She's married ចឹង Claudia រៀបការរួចហើយ Her husband's name is Jim ប្តីរបស់នាងឈ្មោះ Jim Andrew isn't married ហើយ Andrew វិញគឺមិនទាន់រៀបការទេអូខេនៅក្នុងទំព័រ14នេះយើងមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអញ្ចឹងយើងនឹងទៅអាននៅទំព័រទី15អំពី Claudia Look នៅវីដេអូក្រោយអូខេអ្នកដែលមិនទាន់បានចុច subscribe កុំភ្លេចចុចណាដើម្បីយើងទទួលបានវីដេអូបន្តទៀតអូខេអរគុណច្រើនអ្នកនរគ្នា